សម្រាប់អ្នកដែលគាត់ចង់បកប្រែរឿងចិនមកខ្មែរប៉ុន្តែអត់មានកុំព្យូទ័រប្រើអ្នកអាចប្រើ bot Telegram របស់ខ្ញុំបានដែលយើងអាចប្រើប្រាស់បានទាំងលើទូរស័ព្ទ tablet និយាយរួមប្រើបានគ្រប់ device ទាំងអស់ឲ្យតែយើងមាន Telegram ចឹងខ្ញុំឧទាហរណ៍មួយនេះវីដេអូចិនវានិយាយចិនណា你杀了周宇，如果我不想被连累，滚开！江辰哥哥，3年 គេអញ្ចឹងពេលវាបកប្រែមកខ្មែរគឺវាបានទាំងសលេងភ្លេងរបស់រឿងហ្នឹងមកទៀតនេះអាភ្លេងហ្នឹងយើងចង់យកក៏បានយើងចង់អត់យកក៏បានដែរ ទៅជាមួយខ្ញុំអ្នកសម្រាប់ចូលយន្តបើខ្ញុំមិនចង់ពាក់ព័ន្ធចឹងទៅពេលឆ្នាំមុនអ្នកជួបគ្រូធំខ្ញុំមិនបាននឹកបាយអ្នករឿងនេះខ្ញុំសោកស្ដាយរហូតដល់ពេលនេះ សម្រាប់ការបកប្រែគឺវាអត់ស៊ីច្រើនទេឥឡូវឧទាហរណ៍មួយយើងចុចមីនុយសិនពេលខ្ញុំចង់ដាក់វីដេអូចូលមកនេះដាក់វីដេអូចូលយើងចុច select វីដេអូមកចឹងវាឲ្យយើងផ្ញើវីដេអូខ្ញុំផ្ញើវាទៅនេះបន្តទៀតវាសួរយើងឲ្យយើងចង់រើស model ណាសម្រាប់ model ទាំង3ហ្នឹងគឺយើងអាចប្រើបានដូចគ្នាអញ្ចឹងរើសមួយណាក៏បានដែរហ្នឹងឬក៏មួយទៀតអ្នកគ្នាដាក់ពាក្យ file script ហ្នឹងនេះចឹងដាក់ file អីក៏បានដែរវាមាន file mp3 វីដេអូប្រភេទ file text ឬក៏ file mp3 file srt ហ្នឹងយើងចុច srt ទៅហើយយើងតម្លាក់ srt ចូលមកគឺវានឹងចិនដែលឆ្លៃឲ្យអ្នកគ្នាហើយចំពោះ srt នេះយើងប្រើតែ Germany មួយមកដូចខ្ញុំនេះខ្ញុំដាក់វីដេអូចូលទៅហើយយើងប្រាប់វាឲ្យ transcript មកបកប្រែជាខ្មែរមកអញ្ចឹងវាបកប្រែមកគឺស្អាតហ្មងដាក់ script នឹងចូលមកពេលអញ្ចឹងវាស៊ីអស់818 credit វាតិចខ្លាំងមែនតើណាវាដល់100,000ផងហ្នឹងយើងរើសសលេងមកលេងស្រីពេលអញ្ចឹងវាផ្ញើសលេងមកវិញនេះពេលវាចិនតែរួចខ្ញុំចុចស្ដាប់សាក់មើល យល់ព្រមខ្ញុំព្រមចាញ់មិនដឹងថាខ្ញុំស្រឡាញ់អ្នកខ្លាំងប៉ុណ្ណាទេមិនដឹងថាខ្ញុំខ្វល់ខ្វាយប៉ុណ្ណាទេ ហើយចំពោះការបញ្ចូលលុយដើម្បីប្រើប្រាស់ bot មួយហ្នឹងអត់មានអីពិបាកទេយើងចុចកន្លែងឆែកដុល្លារនេះក៏បានឬក៏ចុច start ក៏បានដែរអញ្ចឹងយើងអាចបញ្ចូលលុយបានដែរនេះតោះមកយើងចុច add balance មកឬក៏យើងចង់ទិញ credit ក៏បានដែរនេះខាងនេះ add balance ហើយយើងចុច add ទៀតមកដាក់លុយចំនួនលុយដែលយើងចង់បញ្ចូលទៅយើងចង់វាយដាក់ចំនួនខ្លួនឯងក៏បានដែរចុច$2អញ្ចឹងវាលុត QR មកឲ្យយើង scan នេះពេល scan ចប់លុយយើងវាចូលក្នុងគណនីរបស់យើង